សម្ដេចប៉ុនសែមនាំយកគ្រឿងអង្គភពបរិភោគនិងសម្ភារៈប្រើប្រាស់ទៅចែកជូនជនភៀសឹកនៅវត្តចំនួន3ថ្ងៃទី25ខែធ្នូឆ្នាំ2025សម្ដេចព្រះព្រហ្មរតនមុនីប៉ុនសែមសិរីសវណ្ណោព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះចៅអធិការវត្តរីកបូក្រុងសៀមរាបព្រះដេចគុណរឿនបូកុងនៅប្រទេសអូស្ត្រាលីបាននាំយកអំណោយចែកជូនដល់មណ្ឌលភៀសឹក3ទីតាំងមណ្ឌលសុវត្ថិភាពក្នុងស្រុកក្រឡាញ់ខេត្តសៀមរាបរួមមានទីតាំងទី1វត្តបតុមរតនញៀនហៅវត្តស្រណាលឃុំស្រណាលទីតាំងទី2វត្តពោក្រឡាញ់ឃុំក្រឡាញ់និងទី3វត្តធម្មរាំងសីសំពៅលូនឃុំក្រឡាញ់អំណោយក្នុងមួយទីតាំងចំនួន220គ្រួសារដែលក្នុងមួយគ្រួសារទទួលបានអង្ករ10គីឡូក្រាមទឹកសុទ្ធ1កេសគ្រឿងអង្គភពបរិភោគ1កញ្ចប់បៀងភួយ1ម៉ាស់1ប្រអប់មី1កញ្ចប់សាប៊ូ4កញ្ចប់កាខ្វេ5កញ្ចប់ត្រីខ6កំប៉ុងនំរូបត្រី1គីឡូនំសាគូរ៉ា4កញ្ចប់សាប៊ូលាងចាន2ដបទឹកដោះគោក្មេង3កញ្ចប់តែទឹកដោះគោ3កញ្ចប់រដ្ឋបាលខេត្តសៀមរាបសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លាសម្ដេចព្រះព្រហ្មរតនមុនីសិរីសវណ្ណោព្រមទាំងព្រះដេចគុណនៅប្រទេសអូស្ត្រាលីដែលបានចូលរួមឧបត្ថម្ភសម្រាប់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាបដោយទឹកចិត្តស្មោះសរនៅក្នុងការរួបរวมជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាកចាសសូមគោរពនិងថ្លែងអំណរគុណដល់ទឹកចិត្តដ៏មហាធំធេងរបស់សម្ដេចប៉ុនសែមដែលបាននាំយកគ្រឿងអង្គភពនិងបរិភោគនិងសម្ភារៈប្រើប្រាស់បានយកទៅចែកជូនទៅដល់ជនភៀសឹកនៅក្នុងវត្តចំនួន3នេះបើតាមការបញ្ជាក់ឲ្យដឹងថានៅក្នុងថ្ងៃទី25ខែធ្នូឆ្នាំ2025នេះចាគឺសម្ដេចព្រះព្រហ្មរតនមុនីប៉ុនសែមសិរីសវណ្ណោព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះចៅអធិការវត្តរីបូក្រុងសៀមរាបព្រះដេចគុណរឿនបូកុងដែលគង់នៅប្រទេសអូស្ត្រាលីគឺបាននាំយកអំណោយចែកជូនទៅដល់មណ្ឌលភៀសឹកចំនួន3ទីតាំងនៅក្នុងស្រុកក្រឡាញ់ខេត្តសៀមរាបចាដោយទីតាំងទី1ហ្នឹងគឺវត្តបតុមរតនញាណហៅវត្តស្រណាលចានិងទី2គឺវត្តពោក្រឡាញ់ស្ថិតនៅក្នុងឃុំក្រឡាញ់ចានិងទី3គឺវត្តពោរាំងសីសំពៅលូនស្ថិតនៅក្នុងឃុំក្រឡាញ់ដូចគ្នាដោយអំណោយនៅក្នុងមួយទីតាំងគឺមានចំនួន220គ្រួសារចានៅក្នុងមួយគ្រួសារហ្នឹងទទួលបានអង្ករ10គីឡូក្រាមនិងមានទឹកសុទ្ធ1កេសដូចគ្នានិងមានគ្រឿងអង្គភពនិងបរិភោគ1កញ្ចប់និងមានភួយ1និងម៉ាស់1ប្រអប់និងមី1កញ្ចប់និងសាប៊ូ4កញ្ចប់កាខ្វេ5កញ្ចប់ត្រីខ6កំប៉ុងនំរូបត្រី1គីឡូនំសាគូរ៉ា4កញ្ចប់សាប៊ូលាងចាន2ដបនិងទឹកដោះគោក្មេង3កញ្ចប់តែទឹកដោះគោ3កញ្ចប់រដ្ឋបាលខេត្តសៀមរាបចាក៏សូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរចំពោះទឹកចិត្តដ៏មហាធំធេងនិងថ្លៃថ្លារបស់សម្ដេចព្រះព្រហ្មរតនមុនីសិរីសវណ្ណោព្រមទាំងព្រះដេចគុណដែលគង់នៅប្រទេសអូស្ត្រាលីចាដែលបានចូលរួមឧបត្ថម្ភសម្រាប់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកក្នុងភូមិសាស្ត្រនៃខេត្តសៀមរាបដោយទឹកចិត្តស្មោះសរនៅក្នុងការរួបរวมជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរនៅក្នុងគ្រាលំបាកនេះ